សាភិយន្តរន្ធត់មួយរឿងប្រចាំឆ្នាំ2025របស់ប្រទេសវៀតណាមសាច់រឿងចាប់ផ្ដើមនៅក្នុងពិធីបុណ្យបណ្ដែតកូនស្រាប់តែមានលេចឡើងនៅអ្នកប្រុសម្នាក់ដែលជាអ្នកតកូលអ្នកមានសុខស្ដាំនៅក្នុងទីក្រុងនោះពិធីធ្វើបុណ្យសពក៏ចាប់ផ្ដើមខ្មៅក៏បានធ្វើការរត់លំលងមកឈូសធ្វើឲ្យសាកសពមានការភ្ញាក់ដឹងខ្លួនមកវិញនេះគឺជាជំនឿដែលមិនល្អមួយដែរដែលខាងប្រទេសវៀតណាមគឺគិតថាវាជារឿងអមង្គលនៅថ្ងៃបុណ្យសពការត្រឡប់មកវិញរបស់ក្មេងប្រុសម្នាក់នេះគឺធ្វើឲ្យគ្រួសាររបស់ពួកគេគឺមានការភាពតក់ស្លុតនិងសប្បាយចិត្តលាយឡំជាមួយនឹងគ្នាត្រឡប់ទៅផ្ទះវិញគឺលោកស្រីម្ចាស់នៅក្នុងផ្ទះនេះក៏បានកលេចមើលទៅឃើញកែភ្នែករបស់គេគឺដូចជាមិនប្រក្រតីនៅយប់នេះផងដែរម្ចាស់ស្រីនៅក្នុងផ្ទះហ្នឹងក៏បានធ្វើការជួបមួយរឿងចម្លែកមួយដែលគាត់ឃើញជាមួយនឹងមានការហែសាកសពនឹងកដាលយប់តែម្ដងហើយសម្រាប់ការដង្ហែសាកសពនេះគឺដូចចម្លែកមែនតើគាត់ក៏មើលឡើងជក់ចិត្តស្រេចភៀននោះផងដែរត្រូវបានភ្ញាក់ដោយសារតែឆ្មាខ្មៅមួយក្បាលនេះបានលោតមកបំលងពេលនោះផងដែរពួកគេទាំងអស់នេះក៏បានធ្វើសកម្មភាពបន្លាចទៅដល់ម្ចាស់ស្រីលោកស្រីម្ចាស់មានការផាត់ភ័យយ៉ាងខ្លាំងក៏ស្រែកផ្អើលដល់អ្នកបម្រើមកជួយមើលគាត់អ្នកបម្រើប្រាប់ថាលោកស្រីត្រជាក់ចិត្តអង្គុយចុះសិនមកបើមានអីនោះទេលោកស្រីច្បាំងភ្នែកទេលោកស្រីកំពុងតែធ្វើការមើលកូនឲ្យកូនគេងប៉ុន្តែនៅជ្រុងម្ខាងទៀតគាត់បានចាប់អារម្មណ៍ថាមានគេកំពុងតែឈរមើលគាត់ទេភ្លាមនោះខ្លួនឯងក៏ចេញមកស្រាប់តែឃើញកូនគាត់មកឈរនៅមុខបន្ទប់វិញគាត់ក៏បានរត់ស្ទុះទៅមើលកូនគាត់ម្ដងទៀតដើម្បីបញ្ជាក់ប៉ុន្តែរឿងដែលមិននឹកស្មានដល់ពិតជាអត់ឃើញកូនគាត់មែនគាត់មានការភ័យតក់ស្លុតយ៉ាងខ្លាំងពេលនោះផងដែរគាត់គិតច្រើនទៀតគាត់ក៏បានអោបកូនគាត់ឲ្យដាក់កូនគាត់ឲ្យគេងជាធម្មតាព្រឹកថ្ងៃទី2លោកស្រីធំនៅក្នុងផ្ទះនេះក៏បានធ្វើការចែកទានទៅដល់អ្នករកសពនៅក្នុងតំបន់នោះដើម្បីជាការអបអរសាទរការត្រឡប់មកវិញរបស់លោកប្រុសតូចនៅក្នុងល្ងាចនោះផងដែរពួកគេធ្វើការពិសាភោជនីយដ្ឋានអាហារយ៉ាងសប្បាយចិត្តបំផុតគ្រាន់តែថាលោកស្រីទី2គឺគាត់អត់បានធ្វើការញ៉ាំអាហារជុំតុជាមួយនឹងគ្រួសារនេះទេគឺជាទន្លៀមទម្លាប់របស់គ្រួសារនេះណាអ្នកនរគ្នាមានការនិយាយពីអ្នកបម្រើចាស់នៅទីនោះថាលោកប្រុសនៅក្នុងផ្ទះនេះណាកាលពីដើមឡើយនោះគាត់ត្រឡប់មកពីសិក្សានៅក្រៅប្រទេសវិញណាក៏គាត់បានលងស្នេហ៍ជាមួយនឹងតារាចម្រៀងស្រីល្បីមួយរូបប្រចាំប្រទេសឈ្មោះថាម៉ាយូក្រោយមកពួកគេក៏បានតាក់ទងគ្នារហូតដល់ជ្រុលជ្រោះមានកូននៅក្នុងផ្ទៃនោះផងដែរគាត់អត់ពេញចិត្តជាមួយនឹងការមានកូនរបស់ពួកគេទេពីព្រោះវណ្ណៈរបស់ពួកគេទាំងពីរនាក់ហ្នឹងវាខុសគ្នាក្រោយមកក៏មកយូគាត់បានបង្កើតកូនដ៏ស្រស់ស្អាតម្នាក់ឲ្យទៅតកូលគ្រួសារអ្នកមាននោះផងដែរនៅក្នុងឆ្នាំនោះផងដែរក៏មានការកើតជំងឺអាសន្នរោគដែលឆ្លងធ្វើឲ្យកម្មករនៅក្នុងផ្ទះនោះគឺស្លាប់អស់ជាច្រើនអ្នកមកយូក៏គាត់បានធ្វើការយកលុយទិញកម្មករមួយចំនួនឲ្យចេញពីនិរទេសចេញពីផ្ទះនោះផងដែរភ្លាមនោះផងដែរលោកគ្រូនោះក៏បានមើលទឹកមុខមកយូអត់ទៅល្អក៏បានបកគោខ្សែកមួយទៅកាន់មកយូពេលនោះលោកប្រុសតូចនោះក៏គាត់ត្រឡប់មកពីធ្វើការនៅខាងក្រៅវិញក៏ដឹងដំណឹងថាប្រពន្ធរបស់គាត់នឹងគឺធ្វើបានចែកឋានហើយគាត់មានការខឹងសម្បានក្នុងការមើលថែប្រពន្ធគាត់បានល្អគាត់ក៏បានធ្វើការបាត់បង់នៅស្មារតីមួយចំនួនធំតែម្ដងហើយនេះប្រពន្ធរបស់គាត់ប្រពន្ធស្របច្បាប់អ្នកស្រីធំណែធ្វើការគ្រប់គ្រងនៅក្នុងផ្ទះនេះណានៅយប់មួយរឿងហ្នឹងក៏បានកើតឡើងឃើញជាមួយនឹងអ្នកបម្រើស្រីម្នាក់ក៏បានចូលទៅក្នុងបន្ទប់របស់ប្តីរបស់គាត់ហ្នឹងណាហើយបន្ទាប់មកក៏បានធ្វើការរួមរយៈមេត្រីអីបែបហ្នឹងទៅហើយបន្ទាប់មកទៀតហ្នឹងគាត់ក៏បានមកតន់ហើយក៏បានស្រែកឲ្យអ្នកបម្រើហ្នឹងពេលនោះផងដែរធ្វើឲ្យបែកការរឿងហ្នឹងហើយធ្វើការចាប់វិធានការឲ្យមានអស័យហ្នឹងគឺយកទៅឃុំឃាំងណាហើយគាត់សុំឱកាសហើយបន្ទាប់មកក៏មានការស្ដីបន្ទោសទៅកាន់អ្នកបម្រើហ្នឹងណាហើយវាដំឲ្យបែបហ្នឹងហើយយកទៅឃុំនៅក្នុងបន្ទប់ដាក់អីវ៉ាន់នៅភ្លាមនោះផងដែរគាត់ក៏បានលឺសំឡេងសម្រឹកជើងគាត់ស្មានថាលោកប្រុសនោះមកជួយគេតែតាមពិតទៅមិនមែនទេបើជាលេចចេញនៅឆ្មាខ្មៅមួយហើយនឹងរូបអមនុស្សនៅពីក្រោយខ្នងពេលនោះផងដែរក៏មានសត្វកណ្ដុរជាច្រើនហក់មកខំនាងទាំងកំរោលធ្វើឲ្យនាងមានការឈឺចាប់ស្រែកឡើងពេញទំហឹងភ្លាមនោះផងដែរនាងក៏បានបាត់បង់ជីវិតនៅក្នុងពេលនោះតែម្ដងភ្លាមនោះសម្រែករបស់នាងយ៉ាងឈឺចាប់ក៏ផ្អើលដល់លោកស្រីប្រពន្ធដើមមកមើលស្រាប់តែឃើញការស្លាប់របស់នាងដល់ចម្លែកលោកស្រីធំនៅក្នុងផ្ទះនេះក៏ត្រូវបានឃ
ខ្មោចលងនៅក្នុងយប់នឹងផងដែរធ្វើឲ្យគាត់មានការផិតភ័យយ៉ាងខ្លាំងទ្រាំមកបានតែថ្ងៃស្អែកគាត់ក៏បានធ្វើការនាំគ្រួសារគាត់ទៅមើលជាមួយនឹងគ្រូដែលគាត់ចេះរបៀងតាក់ទងជាមួយនឹងភ្លើងហ្នឹងណាហើយពេលដែលទៅដល់ភ្លាមលោកគ្រូក៏បានធ្វើពិធីទៅលើកមន់ក្បាលមន់ហ្នឹងនៅពេលដែលគាត់ព្រោះស្រាពីលើទៅស្រាប់តែវាចេញពណ៌ខ្មៅយ៉ាងចម្លែកគឺបានបញ្ជាក់ថានៅក្នុងផ្ទះរបស់លោកស្រីហ្នឹងគឺមានធម្មពលមិនល្អគឺអមនុស្សមានច្រើនមិនយូរមិនឆាប់នឹងធ្វើឲ្យអ្នកនៅក្នុងផ្ទះនេះកាច់ស្លាប់ម្នាក់ម្ដងស្ដាប់ឲ្យប្រពន្ធដើមគាត់មានអារម្មណ៍ភ័យដោយសារគាត់បានធ្វើខុសរឿងអ្វីមួយយ៉ាងគាត់លាក់ក្នុងចិត្តតែពេលត្រឡប់មកដល់ផ្ទះវិញគេជជែកគ្នាលោកស្រីប្រពន្ធដើមហ្នឹងក៏ទ្រាំអត់បានគាត់ក៏បានប្រាប់ទៅថាគាត់បានធ្វើរឿងខុសមួយគាត់បានប្រាប់ទៅកាន់លោកស្រីធំហ្នឹងណាគាត់ថាគាត់បានសម្លាប់កូនរបស់ប្រពន្ធចុងរបស់គេនេះពេលដែលសម្លាប់កូនក្មេងហ្នឹងហើយម្ដាយរបស់គេមកទាន់ហើយក៏មានការបតែបតបគ្នាណាធ្វើឲ្យលោកស្រីទី2ដែលជាប្រពន្ធចុងប្រពន្ធអ្នកបម្រើហ្នឹងណាគាត់ក៏បានធ្វើការធ្លាក់ទៅលើចដាស្លាប់តែម្ដងភ្លាមនោះផងដែរពួកគេក៏បានធ្វើការយកម្នាក់បម្រើហ្នឹងទៅធ្វើវិធីដូចគ្នាដែរក៏ប៉ុន្តែចៃដន្យអីនៅយប់នៃធ្វើវិធីហ្នឹងណាក៏ត្រូវបានខាំងខាត់ដោយឆ្មាខ្មៅអាបិសាឆ្មាខ្មៅនេះពេលព្រោះលោកគ្រូនេះក៏បានធ្វើការមកធ្វើពិធីសម្រាប់បង្ក្រាបប្រឡងរបស់អ្នកបម្រើនឹងផងដែរប៉ុន្តែត្រូវបានហាមឃាត់ទៅដោយពពួកអមនុស្សដែលជាប្រភេទសត្វបិសាចឆ្មាខ្មៅនេះណាធ្វើឲ្យលោកគ្រូនឹងគឺអត់អាចធ្វើការបន្តដំណើរទៅធ្វើវិធីឲ្យអ្នកបម្រើនឹងទេអញ្ចឹងគឺធ្វើឲ្យអ្នកបម្រើនឹងគឺមានឱកាសរត់ត្រឡប់មកក្រោយវិញគឺសាច់បញ្ចប់នៃសាច់រឿងរបស់យើងពួកគាត់ក៏បានធ្វើពិធីដើម្បីធ្វើការបជាគ្រោះទាំងអស់នោះតែរឿងដែលមិនស្នុកស្មានដល់ថ្ងៃនេះហើយគឺជាថ្ងៃសោកនាដកម្មរបស់ក្រុមគ្រួសារនោះតែម្ដងពួកគេក៏បានស្លាប់ម្នាក់ម្ដងនៅពេលនោះផងដែរក៏លេចមុខជាមួយនឹងធាតុកោពិតរបស់យើងហើយគឺកាហ្វឿងគឺជាអ្នកបម្រើនៅក្នុងផ្ទះហ្នឹងហើយនេះកាហ្វឿងនេះពេលដែលគេនិយាយសម្លេងនឹងផងដែរគឺធ្វើឲ្យលោកស្រីប្រពន្ធដើមនឹកឃើញថាគឺជាប្រពន្ធចុងដែលគាត់បានសម្លាប់នៅឆ្នាំនោះឥឡូវនេះខ្លាចទៅជាកាហ្វឿងពេលនោះផងដែរកាហ្វឿងក៏បាននិយាយរៀបរាប់តាក់ទងជាមួយនឹងរឿងដែលដើមឡើយដែលធ្វើឲ្យកាហ្វឿងមានការសងសឹកបានណាដោយសារតែលោកគ្រូនឹងក៏បានដឹងមុនថាអ្នកស្រីនឹងគឺត្រូវបានគេសម្លាប់ហើយក៏បានឲ្យសាក់បតោងខ្សែកដូចបាននិយាយនៅខាងដើមអញ្ចឹងវីដេអូអញ្ចឹងណាហើយអ្នកស្រីនឹងក៏បានធ្វើការទៅរកគ្រូនឹងរហូតតឃើញហើយឲ្យគ្រូនឹងជួយរកវិធីដើម្បីសងសឹកនៅគ្រួសារនឹងពិធីសងសឹករបស់គេគឺងាយស្រួលមែនទែនគឺកែមុខមាត់របស់ប្រពន្ធចុងនឹងខ្លាចទៅជាកាហ្វឿងសពថ្ងៃនឹងឯងហើយក៏ធ្វើមានវិធីមួយចំនួនដែលមានបញ្ចុះមន្តអាគមអាឋានខ្មៅហើយមន្តអាគមខ្មៅអាឋានខ្មៅទាំងអស់ហ្នឹងក៏បានធ្វើការបញ្ចូលទៅក្នុងខ្លួនឆ្មាខ្មៅដែលយើងឲ្យឈ្មោះថានៅក្នុងរឿងហ្នឹងគឺឆ្មាខ្មោចទីបំផុតប្រពន្ធចុងនេះក៏បានកែមុខមាត់បានសម្រេចក៏ខ្លាចទៅជាកាហ្វឿងសពថ្ងៃដែលលួចចូលបម្រើនៅក្នុងផ្ទះហ្នឹងមកមើលជាមួយនឹងវិធីធ្វើមុនវិជាការខ្មៅចូលទៅក្នុងខ្លួនឆ្មាហ្នឹងដាក់ពោះវែចូលហើយនឹងឆ្មាខ្មៅនឹងបន្ទាប់មកទៀតគឺវិធីបានសម្រេចហើយគឺមន្តអាគមខ្មៅហ្នឹងគឺខ្លាំងមែនតែនចូលទៅក្នុងខ្លួនឆ្មាខ្មៅនេះហើយគាត់ក៏បានឲ្យឆ្មាខ្មៅហ្នឹងបឺតឈាមស្រស់តែម្ដងហើយមានដាក់វិញ្ញាណខ្មោចនៅក្នុងខ្លួនរបស់កាហ្វឿងទៀតនាងដំណើររឿងទៅតាមសាច់រឿងឲ្យគ្រួសារនេះស្ដាប់គ្រួសារនេះក៏ត្រូវបានធ្វើទរណកម្មដោយកាហ្វឿងផ្ទាល់តែម្ដងនេះសាហាវខ្លាំងមែនតើចុងក្រោយលោកស្រីនេះក៏បានធ្វើការដាច់ខ្យល់តែម្ដងជាមួយនឹងពពួកអាគមខ្មៅដែលកាហ្វឿងបានដាក់ទៅលើគ្រួសារហ្នឹងហើយកាហ្វឿងក៏បានសម្លាប់ម្នាក់ម្ដងសៃហ្វឿងដំណើររឿងឲ្យគ្រួសារនោះស្ដាប់ហើយនៅពេលដែលដំណើររឿងហ្នឹងណាក៏លោកស្រីនេះក៏មានឱកាសទៅទាញអាក្អមវីតាមីនរបស់កាហ្វឿងហ្នឹងធ្វើឲ្យវីតាមីនដែលដាក់នៅលើក្មេងតូចដែលជាកូនរបស់ប្រពន្ធដើមហ្នឹងគឺរលត់បាត់ក៏ហ្វឿងខំមែនតើក៏បានទៅចាប់អាឆ្មាវីតាមីនហ្នឹងអាឆ្មាខ្មៅដែលដាក់នៅអាឋានហ្នឹងហើយជាពីរទៅដោយសារតែធ្វើអញ្ចឹងគឺទៅអាឋានខ្មៅទាំងអស់ហ្នឹងវាលុតចូលខ្លួនរបស់កាហ្វឿងអញ្ចឹងពេលដែលចូលខ្លួនរបស់កាហ្វឿងហើយកាហ្វឿងមានអត្តពលខ្លាំងកាហ្វឿងអាចសម្លាប់ពួកគេបានម្ដងម្នាក់ពេលនេះកាហ្វឿងកំពុងតែចាប់ការអ្នកប្រុសនេះពេលប្តីរបស់គេប្តីហ្នឹងគឺប្តីមុន
ណាអ្នកប្រុសនឹងបានស្លាប់ហើយក៏បានធ្វើការចាប់ការជាមួយនឹងលោកស្រីដែលជាប្រពន្ធដើមហ្នឹងណាចុងទីបញ្ចប់ចុងក្រោយហ្នឹងគឺប្តីរបស់គាត់ហ្នឹងបានស្លាប់ឯណាគឺនឹងចុងបញ្ចប់មកគឺនៅរស់កូនប្រុសពៅនឹងមួយហើយនឹងប្តីរបស់គាត់នឹងមួយហើយចុងបញ្ចប់សាច់រឿងនេះក៏មានរឿងរន្ធត់មួយផងដែរពេលនោះអ្នកដែលសម្រាប់ជ្រូកនេះណាកំពុងតែនោមនៅក្នុងទងឈូកនឹងស្រាប់តែឃើញជាមួយនឹងខ្មោចដូចខ្មោចចឹងណាគឺមកអក្រក់មែនតើគាត់ភ័យឡើងផ្លឹកហើយមិត្តភក្តិរបស់គាត់មកចាប់ច្បាច់ស្មាពីក្រោយប្រាប់ថាស្វាងភ្នែកឯងមានឃើញអីណាបន្ទាប់មកក៏បានត្រឡប់ដើរក្រោយវិញពូភ្លើងក៏បានវិលចុះវិលឡើងឃើញនារីម្នាក់ហ្នឹងណានារីដែលមកអក្រក់ដូចខ្មោចហ្នឹងក៏បានស្រែកថាកុំសម្រាប់កូនរបស់គាត់កុំសម្រាប់កូនរបស់គាត់តាមពិតគឺជាការស្មើស្មៃរបស់បរិសុទ្ធទាំងពីរអ្នកនឹងផងដែរជាក់ស្ដែងតាមពិតទៅវាគឺជាការស្មើស្មៃរបស់បរិសុទ្ធទាំងពីរអ្នកនោះទេឬសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់ត្រឹមតែប៉ុណ្ណេះផងដែរអរគុណសម្រាប់ការតាមដានទស្សនាជាមួយនឹងសាច់រឿងឆ្មាខ្មោចបាយបាយ